រឿងពស់រណានិងមេរៀនជីវិតថ្ងៃមួយពស់មួយក្បាលបានលូនចូលប្រអប់ឧបករណ៍សំណង់មួយហើយបានវាកាត់លើរណាបណ្ដាលឲ្យខ្លួនវាមុតចេញឈាមបន្តិចដោយកំហឹងរបស់ពស់វាក៏វាមកខាំវិញហើយខាំរណានោះមួយទំហឹងតែធ្វើឲ្យខ្លួនវាឈឺចាប់ថែមទៀតដោយសារធ្មេញរណាដ៏មុតដោយកំហឹងពស់នោះបានរុំខ្លួនឯងជំវិញធ្មេញរណាដោយព្យាយាមកំទេចវាប៉ុន្តែកាន់តែរុំវាមុតកាន់តែជ្រៅទៅរហូតដល់ហូរឈាមស្លាប់តែអ្វីដែលវាត្រូវធ្វើនោះគឺຕົកចោលហើយបន្តដំណើរទៅមុខទៀតប៉ុន្តែផ្ទុយទៅវិញវាបានជ្រើសរើសការសងសឹកហើយជំរើសនោះបានបំផ្លាញវាខ្លួនឯងមេរៀនពេលយើងមិនអាចទប់កំហឹងបានហើយព្យាយាមធ្វើបាបអ្នកដែលធ្វើបាបយើងនោះយើងច្រើនតែធ្វើបាបខ្លួនឯងថែមទៀតនៅក្នុងជីវិតពេលខ្លះវាប្រសើរក្នុងការមិនអើពើនឹងស្ថានភាពមួយចំនួននិងការប្រមាថរបស់មនុស្សជុំវិញខ្លួនអ្នកព្រោះវាអាចផ្ដល់ផលវិបាកនិងជាមហន្តរាយដល់អ្នកផងដែរអត់ទោសឲ្យមនុស្សដែលបានធ្វើបាបអ្នកកុំសងសឹកចំពោះមនុស្សដែលគ្មានតម្លៃគ្រប់គ្រាន់សមនឹងត្រូវឲ្យអ្នកចំណាយកម្លាំងសងសឹកអីហើយការមិនសងសឹកក៏ធ្វើឲ្យពួកគេទាំងនោះមិនមានអំណាចដើម្បីមកគ្រប់គ្រងលើអារម្មណ៍ផ្លូវចិត្តរបស់អ្នកបានដែរ